ខានធ្វើសាច់អាំងញ៉ាំយូរហើយថ្ងៃនេះបានជុំបងប្អូនអញ្ចឹងទៅក៏មកធ្វើជាមួយនឹងសាច់អាំងញ៉ាំតែម្ដងទៅបងប្អូនអរគ្នាហើយយើងទៅទិញតែឈុតគេមកមួយឈុតមកដើម្បីយកទឹកស៊ុបញ៉ាំជាមួយនឹងបន្លែរបស់យើងហ្នឹងណាហើយយើងមានសាច់ជ្រូកផងដែរព្រោះអីយើងទិញគេមកឈុតហ្នឹងយើងយកសាច់ជ្រូកតែសាច់គោយើងមានស្រាប់អញ្ចឹងទៅបងប្អូនហើយចំពោះទឹកតៅហ៊ូវិញគឺយើងធ្វើខ្លួនឯងដោយសារតែចូលចិត្តជ្រលក់ជាមួយទឹកតៅហ៊ូបងប្អូនអរគ្នាហើយទឹកតៅហ៊ូយើងធ្វើរសជាតិបែបនេះគឺឆ្ងាញ់មែនទែនតែម្ដងហើយជាដំបូងហ្នឹងខ្ញុំចាប់ផ្ដើមយកសាច់គោរបស់យើងហ្នឹងយកមកហាន់ជាប្រទេសស្ដើងទូចហើយទិញមកប៉ះអាសាច់គោផុយបងប្អូនចាមានលេខ្លាញ់តិចពេលយើងយកទៅប្រឡាក់គ្រឿងហើយយើងដាក់តែជាមួយនឹងប៊ីចេងស្ករបន្តិចហើយប្រេងខ្យងបន្ទាប់មកយើងបន្ថែមជាមួយនឹងទឹកដោះគោខាប់បងប្អូនអរគ្នាយើងប្រឡាក់តែប៉ុណ្្នឹងមកគឺរសជាតិឆ្ងាញ់មែនទែនតែម្ដងទៅពេលយើងយកទៅអាំងក្លិនឈ្ងុយហើយសាច់ឡើងតុនណាបងប្អូនចាហើយទៅពេលយើងយកប្រឡាក់ហើយយើងដាក់វានៅក្នុងទូត្រជាក់យើងឲ្យវារៀងត្រជាក់បន្តិចអញ្ចឹងទៅដើម្បីឲ្យវាចូលគ្រឿងល្អពេលខ្លះមកហូបញ៉ាំរាល់ថ្ងៃដឹងនឹកឃើញធ្វើអីទេបងប្អូនអរគ្នានឹកឃើញតែចង់ញ៉ាំបន្លែតែមិនដឹងធ្វើអីយើងធ្វើជាមួយនឹងសាច់គោអាំងហើយយើងមានដាក់ទឹកស៊ុបអញ្ចឹងទៅសម្បូរបន្លែច្រើនអញ្ចឹងទៅយើងញ៉ាំបានច្រើនមុខដែរហើយបន្លែយើងថ្ងៃហ្នឹងគឺទិញជាមួយនឹងស្ពៃបូកគោបន្ថែមហើយនឹងផ្សិតម្សិតមកចូលនេះបងប្អូនចាហើយតមកយើងបន្ថែមជាមួយនឹងទឹកគួនហើយបន្លែយើងលាយបានច្រើនមុខមែនទែនឲ្យតែយើងចូលចិត្តបន្ទាប់ពីលាងបន្លែអីយើងស្រង់ទុកអស់ហើយឥឡូវយើងចាប់ផ្ដើមមកធ្វើទឹកជាដំបូងហ្នឹងខ្ញុំយកអាដុំតៅហ៊ូយកមកសកត់វាឲ្យម៉ត់សិនបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់លាយជាមួយនឹងកាពិបន្តិចផងដែរដើម្បីឲ្យវារសជាតិកាន់តែឆ្ងាញ់អញ្ចឹងណាហើយតមកខ្ញុំក៏បន្ថែមជាមួយនឹងស្ករត្នោតនិយាយទៅគឺយើងច្បល់3មុខហ្នឹងឲ្យវាសប់ចូលគ្នាល្អសិនចាំយើងបន្ថែមគ្រឿងតាមក្រោយទៀតយើងច្របាច់ក្រូចឆ្មាមកក្រូចឆ្មាហ្នឹងយើងដាក់2 3ចំណិតតាមយើងធ្វើតិចធ្វើច្រើនមកយើងចូលចិត្តរសជាតិប៉ុណ្ណាយើងបន្ថែមបន្ថយតាមនឹងទៅបងប្អូនអរគ្នាចាយើងច្របាច់វាចូលជាតិចូលគ្រឿងហើយបន្ទាប់មកយើងបន្ថែមជាមួយនឹងទឹកដោះគោខាប់បន្តិចដើម្បីឲ្យវាជាតិផ្អែមខ្ទិះឆ្ងាញ់អញ្ចឹងណាបងប្អូនចាបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងម្ទេសដែលយើងបានហាន់ទុកហ្នឹងហើយនឹងខ្ទឹមសនិយាយទៅយើងដាក់តែប្រហែលមុខហ្នឹងទឹកតៅហ៊ូយើងខ្ទិះឆ្ងាញ់មែនទែនបងប្អូនអរគ្នាចានេះយើងធ្វើរួចរាល់អស់ហើយឥឡូវយើងចាប់ផ្ដើមរៀបចំញ៉ាំតែបានជុំគ្នាដឹងថាបងប្អូនគ្នាញ៉ាំតែអញ្ចឹងឯងបងប្អូនអរគ្នាហើយដឹងថាឡើងគីឡូរហូតហ្មងហ្នឹងព្រោះអីពេលខ្លះអត់មានដឹងធ្វើអីញ៉ាំអត់ដូចថាញ៉ាំតែម្ហូបតែវាអត់មានបន្លែអញ្ចឹងមានតែមុខម្ហូបមួយមុខហ្នឹងឯងមានបន្លែហើយមានស៊ុបមានសាច់អីអញ្ចឹងទៅយើងញ៉ាំទៅគឺជំនួយសុខភាពយើងដែរតែហើយយើងធ្វើតែមួយផ្លេតទេដោយសារតែយើងទិញគេមកមួយឈុតអញ្ចឹងទៅវាស្រួលដែរហើយទៅពេលយើងមានតែសាច់គោបន្ថែមហើយយើងធ្វើទឹកជ្រលក់តៅហ៊ូខ្លួនឯងទៀតអញ្ចឹងទៅរសជាតិជ្រលក់ជាមួយនឹងសាច់អាំងរបស់យើងហ្នឹងគឺជាតិត្រូវគ្នាតែម្ដងពេលយើងបានអាំងជាមួយនឹងសាច់គោអាំងក្តៅយើងញ៉ាំអញ្ចឹងជ្រលក់ជាមួយនឹងទឹកតៅហ៊ូរបស់យើងហ្នឹងគឺឆ្ងាញ់មែនទែន